នំបញ្ចុកទឹកប្រហុកនំបញ្ចុកសៀមរាបមកកន្លែងនេះខ្ញុំឲ្យលេខ1ជាមួយខ្ញុំជាប្រចាំតែម្ដងបងប្អូនទៅម្សារកន្លែងអង្គុយសឹងតែគ្មានទេណាបងប្អូនជំរាបសួរបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូនេះគឺលក្ខណៈថាមកកន្លែងដដែលនឹងបងប្អូនអើយគឺមកខ្ញុំជាប្រចាំហ្នឹងហើយហើយបើសួរថាលេខទូរស័ព្ទលេខប្រមាណនៅម្ដុំណាអីណាបងប្អូនអាចចូលទៅមើលវីដេអូចាស់ៗរបស់ខ្ញុំបានដោយខ្ញុំធ្លាប់បង្ហាញរួចរាល់មកហើយឲ្យទៅពេលខ្ញុំមកសៀមរាបពេលណាមិនដែលរំលងទេនំបញ្ចុកកន្លែងគាត់ហ្នឹងគឺនំបញ្ចុកគាត់រយថ្មីជាមួយនឹងលក្ខណៈថាត្រីដែងអាំងគាត់ហ្នឹងគឺសាច់ទុនឆ្ងាញ់ហើយអត់ឆ្អាបទេបងប្អូនជាមួយនឹងប្រហិតត្រីរបស់គាត់ក៏ឆ្ងាញ់ហើយជាពិសេសអាទឹកប្រហុករបស់គាត់នេះលាយចូលគ្នា3មុខហ្នឹងគឺថាចាប់ជាតិតែម្ដងបងប្អូនអើយដល់ក្រោយពេលដែលយើងបានរៀបចំដាក់បន្លែសាច់ហើយកុំភ្លេចច្រោចទឹកប្រហុកហ្នឹងទៅបងប្អូនអើយគឺចូលគ្នាជាតិឆ្ងាញ់ណាស់បងប្អូននិយាយទៅគឺថាអែមតែម្ដងណាហើយតម្លៃគឺសមរម្យមែនតើសម្រាប់ឈុតដែលខ្ញុំហៅនេះគឺឈុតទូច12000ទេបងប្អូនប៉ុន្តែខ្ញុំហៅប្រហិតត្រីខាងក្រៅថែមចឹងទៅគឺគេគិតតម្លៃតាមនោះចឹងទៅហើយឈុត12000នេះញ៉ាំបានច្រើនអ្នកឡើង2ទៅ3នាក់បងប្អូនគឺនំបញ្ចុកកន្លះគីឡូបងប្អូនច្រើនណាស់អញ្ចឹងបើសិនជាបងប្អូនចង់រកកន្លែងញ៉ាំដែលឆ្ងាញ់កុំភ្លេចទៅកន្លែងគាត់នេះបងប្អូនមិនខុសបំណងនោះទេនៅឯមកជួរផ្លូវក្រោយអង្គរបងប្អូនដែលយើងទៅតាមផ្លូវក្រោយពេញទៅបុប្ផាមកត្រង់មកឃើញមកជួរកន្លែងគេលក់ផ្លែឈើព្រៃច្រើនហ្នឹងណាបងប្អូនអរគុណបងប្អូនទាំងអស់គ្នាកុំភ្លេចជួយចុច like ចុច share និងចូលទៅ subscribe Channel YouTube របស់ខ្ញុំផងណាជួបគ្នានៅវីដេអូក្រោយៗបន្តទៀតជម្រាបលាបងប្អូនទាំងអស់គ្នា